ឥឡូវនេះហាប្រធានាធិបតីចិនជំរុញឲ្យប្រទេសសៀមនិងប្រទេសកម្ពុជាដោះស្រាយបញ្ហាចំនួនព្រំដែនដ៏សែនរ៉ាំរ៉ៃនេះដោយសន្តិវិធីពុកម៉ែបងប្អូនទាំងអស់គ្នាលោកស៊ីជីនពីងបានស្នើដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការឈានដល់ដំណោះស្រាយមួយដោយនិយាយថាវាគឺជាទំនាក់ទំនងនៅក្នុងប្រយោជន៍រយៈពេលវែងរបស់ភាគីទាំងពីរប្រធានាធិបតីចិនបានជំរុញឲ្យប្រទេសសៀមនិងប្រទេសកម្ពុជាដោះស្រាយចំនួនព្រំដែនបន្ទាប់ពីបានជួបជាមួយថ្នាក់ដឹកនាំពីប្រទេសនៅថ្ងៃតែមួយពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសៀមអនុទានឆៃវរៈកុលបន្ទាប់ពីសន្និសីទបញ្ញាសុបនិមិត្តពិភពលោកនៅទីក្រុងសៀងហៃកាលពីថ្ងៃសុក្រលោកស៊ីបានប្រាប់ថាការដោះស្រាយចំនួនព្រំដែនដង្កល់ផលប្រយោជន៍រួមនិងយូរអង្វែងរបស់ប្រទេសទាំងពីរជាគោលដៅយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរលោកបានអំពាវនាវឲ្យការសន្ទនារវាងភាគីទាំងពីរបានសន្យាថាប្រទេសចិននឹងដើរតួនាទីយ៉ាងសំខាន់លោកបានថ្លែងសារស្រដៀងគ្នានោះនៅក្នុងជំនួបដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតដោយបន្ថែមថាចិនគាំទ្រដំណោះស្រាយដោយចរចាចំនួននិងការទាមទារទឹកដីគឺការកាប់សម្លាប់គ្នារបស់ពួកគេដោយផ្ដោតទៅលើប្រាសាទបុរាណមួយចំនួននិងទឹកដីនៅតំបន់ខ្លះៗបានអស់បន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក៏បានផ្ទុះជាអំពើហិង្សាជាប្រចាំក្រៅពីបញ្ហាព្រំដែនលោកស៊ីបានអំពាវនាវឲ្យមានការសម្របសម្រួលរកយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយប្រទេសទាំងពីររួមតាមយន្តការសន្ទនា2+2ជាមួយប្រទេសសៀមដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីការបរទេសនិងការពារជាតិរៀងខ្លួននឹងយន្តការ3+3ជាមួយនឹងប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងត្រីការបរទេសការពារជាតិនិងសន្តិសុខសាធារណៈផងដែរបងប្អូនទាំងអស់គ្នា share ព័ត៌មាននេះម្នាក់មួយផងចាសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា